អូខេជំរាបសួរសម្រាប់បងប្អូនដែលគាត់មានសំណួរមួយពាក់ព័ន្ធជាមួយនឹងមេតិកាគឺយើងរកបានគឺយើងអាចផលិតបានជាមួយមេតិកាផ្សេងឧទាហរណ៍ដូចជាមេតិកាសំខាន់ដែលយើងបង្កើតនៅក្នុងគោលបំណងមួយដើម្បីចែករំលែកឬក៏ផ្ដល់ជាមួយនឹងចំណេះដឹងផ្សេងទៅកាន់អ្នកទស្សនាឬក៏អ្នកមើលនឹងប៉ុន្តែរឿងដែលសំខាន់គឺយើងត្រូវដឹងថាតើការផលិតមាតិកាមួយគឺយើងគេហៅថាមានគោលបំណងច្បាស់លាស់ថាយើងបង្កើតមាតិកាដើម្បីអ្វីដើម្បីអ្នកណាគេដែលគាត់ចូលទៅមើលមាតិការបស់យើងអូឌៀនរបស់យើងគឺជាពីណាគេហើយពេលដែលគាត់ទៅមួយទៀតគឺកន្លែងដែលយើងទៅរកអូឌៀនរបស់យើងឬក៏អ្នកដែលគាត់ទស្សនាហ្នឹងតើមាតិកាមួយនោះពីណាគេដែលគាត់មើលហើយមាតិការបស់យើងហ្នឹងជាមេតិកាបែបណាឧទាហរណ៍បើសិនជាយើងធ្វើមេតិកាបែប entertainment គេហៅថាបែបកម្សាន្តហើយមួយទៀតគឺមេតិកាដែលធ្វើអំពីការបទបង្ហាញឬក៏បង្រៀនចំណេះដឹងផ្សេងពាក់ព័ន្ធជាមួយនឹងចំណេះដឹងទូទៅមានច្រើនឧទាហរណ៍ថាសំបីតែយើងរបៀបនៅក្នុងការស្លសម្លឲ្យមួយឆាគ្រឿងឬក៏សម្លផ្សេងទៀតក៏អឺជាចំណេះដឹងមួយដែរអាហ្នឹងគឺជាអ្វីដែលយើងអាចមើលឃើញអ្វីដែលយើងអាចអនុវត្តទូទៅបានមិនចឹងបាទវាតថាតើមេតិការបស់យើងនឹងឧទាហរណ៍ស្លសម្លទៅចោះតើពីណាគេគាត់ស្លហើយហ្នឹងគឺអាចទទួលបានជាមួយនឹងរសជាតិយ៉ាងម៉េចដែរអាហ្នឹងគឺជាមេតិកាមួយបែបការកំសាន្តឬក៏មេតិកាមួយបែបជាចំណេះដឹងផ្សេងអញ្ចឹងទៅប៉ុន្តែសួរថាតើមេតិកាដែលយើងផលិតហើយមានអ្នកមើលហើយមានអ្នកចាប់អារម្មណ៍ជាមួយនឹងមេតិការបស់យើងហើយសួរថាតើយើងដែលជាអ្នកផលិតមេតិកានោះយើងដែលផលិតមេតិកាដែលយើងខំប្រឹង design ខំប្រឹងច្នៃគំនិតខំប្រឹងផលិតបាទពេលខ្លះមានរាំមានច្រៀងមានកំ pl ែងខ្លះមានយំខ្លះមានសើចខ្លះបាទអាហ្នឹងគឺជាអឺវិធីមួយដែលយើងផលិតមេតិការបស់យើងអញ្ចឹងតើយើងជាអ្នកផលិតហ្នឹងនឹងទទួលបានអ្វីអំពីមេតិការបស់យើងខំផលិតហ្នឹងការផលិតមេតិកាមួយមានន័យថាយើងទៅចំណាយជាមួយនឹងរយៈពេលក្នុងការផលិតរយៈពេលជាមួយនឹងការតបាទជាមួយនឹងអឺវិធីនៅក្នុងការកិច្ចកុំឲ្យជួប copyright វិធីទៅរកបទចម្រៀងវិធីទៅរកវីដេអូខ្លីៗដើម្បីជំរុញឲ្យវីដេអូរបស់យើងកាន់តែមានភាពតាក់ទាញឲ្យមានភាពរស់រវើកហើយយើងត្រូវដឹងថាតើវីដេអូហ្នឹងអ្នកណាគេដែលគាត់មើលឥឡូវយើងឧទាហរណ៍ថាយើងទទួលបានជាមួយនឹង audience ហើយទទួលបានជាមួយនឹង engagement មានថាការចូលចិត្តការមើលការ share ហ្នឹងគឺវាច្រើនប៉ុន្តែយើងដែលជាអ្នកផលិតមាតិកានេះនៅទទួលបានអ្វីអំពីមាតិកាហ្នឹងអញ្ចឹងយើងត្រូវដឹងខ្លួនឯងថាយើងទទួលអ្វីបានពីមាតិកាដែលយើងកំពុងតែបង្កើតហ្នឹងតើមាតិកាហ្នឹងវាគ្រាន់តែជាអ្វីដែលយើងចង់ចែករំលែកទៅវាជាភាពសប្បាយរីករាយវាជាចំណេះដឹងផ្សេងវាជាកំណត់ដែលយើងចង់ចែករំលែកទៅតែពេលខ្លះវាគ្រាន់តែជួយជំរុញយើងឲ្យយើងអាចធ្វើបានពីរបៀបនៅក្នុងការ design ពីរបៀបនៅក្នុងការចែករំលែកនៅចំណេះដឹងផ្សេងអឺមិនជាថ្មីទេសម្រាប់ការផលិតមាតិកាប៉ុន្តែអ្វីដែលសំខាន់គឺមានរូបភាពពីរដែលយើងនឹងទទួលបានអំពីការផលិតមាតិកាទី1គឺយើងបានចែកចំណេះដឹងទៅកាន់បងប្អូនយើងឬក៏មិត្តភ័ក្តិរបស់យើងដែលគាត់បានមើលគាត់បានដឹងឬក៏អ្នកផ្សេងៗទៀតដែលគាត់មិនបានចាប់អារម្មណ៍អំពីមាតិការបស់យើងសំដៅគឺដែលចាប់អារម្មណ៍ចំពោះមាតិការបស់យើងហើយគាត់អាចពង្រឹងចំណេះដឹងឬក៏ចំណេះជំនាញរបស់គាត់បន្តទៀតទៅហើយមួយទៀតគឺជារូបភាពដែលមានន័យថាការផ្លាស់ប្ដូរឬក៏មានថាអឺ exchange មានថាផ្លាស់ប្ដូរទៅវិញទៅមកឧទាហរណ៍ថាផលិតមាតិកាដើម្បីទទួលបានជាមួយនឹងភាពល្បីល្បាញដើម្បីយើងដឹងស្រាប់ហើយធម្មតាវាផលិតយើងជាផលិតជាមាតិកាវាត្រូវតែទទួលបានអ្វីមួយហើយឧទាហរណ៍ថាខ្ញុំផលិតមាតិកាមួយគឺចង់ឲ្យប្រាប់ឲ្យដឹងថាអាហ្នឹងគឺអ្វីដែលបងប្អូនឬក៏បងគាត់អត់ទាន់បានស្វែងយល់ឬក៏បានគាត់ដឹងខ្លះហើយក៏គាត់បានដឹងថាតើមាតិកាដែលគាត់ខ្ញុំផលិតទៅគឺដើម្បីអីគឺដើម្បីណែនាំឬក៏ដើម្បីប្រាប់នៅអ្វីដែលអ្នកដែលមិនទាន់ដឹងបាទបើគាត់ដឹងហើយក៏អត់បញ្ហាទេតែសំខាន់គឺសម្រាប់អ្នកដែលគាត់អត់ទាន់ដឹងថាតើមេតិកាដែលគាត់ផលិតទៅនឹងគឺដើម្បីអ្នកណាគេហើយតើអ្នកណាគេដែលគាត់អាចមើលមេតិកានឹងទៅគាត់ទទួលបានចំណេះដឹងអញ្ចឹងឥឡូវយើងគេហៅថា benefit ឬក៏ផលដែលយើងទទួលបានចេញពីមេតិការបស់យើងវិញមានរូបភាពពីរដែលខ្ញុំប្រាប់ទៅកាន់បងប្អូនដែលគាត់ចង់ផលិតមាតិការូបភាពទី1គឺបងប្អូននឹងទទួលបានឬក៏បងឬក៏បងប្អូនដែលគាត់នឹងទទួលបានទី1គឺបងប្អូននឹងទទួលបានចំនួន like ចំនួន follower អាហ្នឹងគឺគិតទៅលើ platform មួយទៅលើ Facebook ទេចុះ
យើងទទួលបានការចែករំលែកទទួលបានជាមួយនឹងអ្នក follow យើងគាត់គិតថាមាតិការបស់យើងទទួលបានចំណេះដឹងឬក៏អ្វីដែលបង្ហាញទៅគាត់ហ្នឹងគឺមួយទៀតគឺយើងទៅទទួលបាន benefit ទៅលើការរកប្រាក់ចំណូលเนาะបាទអញ្ចឹងនេះវានៅលើផ្លូវទី2ដែលយើងនឹងទទួលបានមានថាយើងទទួលបានជាមួយនឹងប្រាក់ចំណូលមួយចំនួនពាក់ព័ន្ធជាមួយនឹងការដែលយើងផលិតមាតិកាផលិតវីដេអូហើយយើងរកជា monetize មានថាការផ្លាស់ប្ដូរឬក៏ការផ្សាយពាណិជ្ជកម្មនៅលើវីដេអូរបស់យើងអាហ្នឹងខ្ញុំនិយាយទៅលើ platform ដែលយើងផ្ដោតទៅលើ YouTube ប៉ុន្តែវាត្រូវតែគោរពនូវគោលការណ៍មួយចំនួនអញ្ចឹងទៅពេលនេះគឺយើងនឹងផ្ដោតទៅលើមាតិការបស់យើងទី1គឺពាក់ព័ន្ធជាមួយនឹងមាតិកាដែលយើងធ្វើហើយរកចំណូលបានជាមាតិកាដែលយើងឃើញទូទៅរាល់ថ្ងៃនេះគឺមាន2មានជាមួយនឹង Facebook ហើយនិង YouTube ហើយក៏មានមួយចំនួនទៀតដែលយើងអាចរកបានប៉ុន្តែយើងមិនជាទូលំទូលាយទេប៉ុន្តែឥឡូវនេះគឺយើងចង់និយាយអំពី YouTube និង Facebook សួរថាតើចំណូលប្រមាណដែលយើងអាចរកពី Facebook ហើយតើវាពិបាកដែរឬទេហើយបើសិនជា YouTube វាយ៉ាងម៉េចដែរចឹងចំនួនអ្នកមើលគឺមួយទៀតគឺមាន platform ទៀតគឺ TikTok ក៏អាចរកចំណូលបានដែរប៉ុន្តែយើងត្រូវការ follower រហូតដល់ 10k បានអាចទទួលបានជាមួយនឹងគេហៅថាជា benefit របស់យើងវិញឬក៏ជា monetize ការផ្សាយពាណិជ្ជកម្មនៅលើTikTok របស់យើងឬក៏ Telegram ក៏បានដែរគឺយើងបង្កើតជា channel ទៅហើយយើងមានអ្នក follow យើងរហូតដល់ 1000 អ្នកអីទៅយើងអាចទទួលបានជាមួយនឹងការផ្សាយពាណិជ្ជកម្មនៅលើ channel របស់យើងដូចគ្នាអញ្ចឹងអានឹងក៏នឹងវែងឆ្ងាយឥឡូវយើងអាចចូលមកកាន់ YouTube ហើយនិង Facebook វិញ Facebook នៅក្នុងស្រុកយើងគឺជាព័ត៌មានជាបឋមឬក៏ជាទូទៅគឺយើងពិបាកក្នុងការរកចំណូលមែនទែនដោយសារតែវាមិន support ជាមួយប្រទេសរបស់យើងអញ្ចឹងបើសិនជាយើងចង់រកក៏មិនងាយដែរយើងត្រូវការប្រើជាមួយនឹង VPN ប្រើជាមួយនឹងadmin ក្រៅប្រទេសឯណាណៃច្រើនទៀតអញ្ចឹងវាថាជួយយើងពិបាកមែនទែនអាហ្នឹងគឺយើងពិបាកក្នុងការរក benefit មួយចំនួនដែលចេញមកពី Facebook ប៉ុន្តែនៅក្នុង YouTube គឺយើងអាចរកបានដោយងាយពួកប្រទេសយើងគេ approve យើងអាចរកលុយមានថាគេអនុញ្ញាតឲ្យយើងអាចរកលុយចេញពីមាតិកាដែលយើងបានផលិតហ្នឹងហើយយើងសួរថាតើនៅស្រុកខ្មែរយើងមនុស្សប្រមាណអ្នកដែលគាត់ចូលទៅមើល YouTube អញ្ចឹងវាមានតិចមែនទែនមិនអញ្ចឹងមានថាគាត់ភាគច្រើនគាត់ចូលចិត្តទៅមើលលើ Facebook ច្រើនហើយនិង TikTok អញ្ចឹងអានេះគឺជាផ្លូវមួយដែលចង់បង្ហាញទៅកាន់អ្នកដែលគាត់ចង់ផលិតមាតិកាហើយតើគាត់នឹងចូលទៅផ្លូវណាដើម្បីងាយនឹងទទួលបានប្រាក់ឬក៏ benefit ឬក៏ចំណូលពីប្រភពនឹងមកវិញអញ្ចឹងវាមាន2មាន TikTok ហើយនិង YouTube ប៉ុន្តែលក្ខខណ្ឌនេះយ៉ាងណាគឺវាមិនពិបាកសោកស្មាញដូចជា Facebook ទេប៉ុន្តែបើគិតពីចំនួននៅក្នុងការ view នៅក្នុងការ follow Facebook លឿនជាងអាហ្នឹងគឺរឿងដែលយើងត្រូវដឹងអញ្ចឹងបើសិនជាយើងចង់គ្រាន់តែចង់ជាអ្នក promote ឬក៏យើងចង់បានជាភាពល្បាញល្បីមួយចំនួននៅលើ Facebook ដែលយើងធ្វើជាវីដេអូ entertainment ការកម្សាន្តផ្សេងៗកំប្លុកកំប្លែងវីដេអូបែបសំណើចផ្សេងៗទៅចោះនៅក្នុង Facebook ហ្នឹងប៉ុន្តែបើសិនជាយើងចង់បានជាសំទុះគឺជា benefit សម្រាប់ឲ្យយើងអាចទទួលបានជាមួយប្រាក់ចំណូលគឺយើងនឹងទៅរកជាមួយនឹង TikTok ឬក៏ YouTube អាហ្នឹងគឺជាអ្វីដែលយើងត្រូវតែអនុវត្តហើយនឹងត្រូវតែធ្វើហើយយ៉ាងណានៅលើ YouTube គឺចំនួនអ្នកមើលនៅស្រុកយើងគឺវាតិចអញ្ចឹងប្រាក់ចំណូលក៏វាតិចតាមនឹងដែរហើយជាទូទៅគឺ benefit ដែលរកចេញមកពី YouTube ហ្នឹងវាមិនច្រើនទេប៉ុន្តែក៏វាមិនតិចរហូតដល់យើងទទួលយកបានដែរអូខេនេះគឺជាចំណេះដឹងតិចតួចពាក់ព័ន្ធជាមួយនឹងអ្នកដែលផលិតមាតិកាហើយគាត់អត់ដឹងថាគាត់នឹងដើរទៅផ្លូវណាដើម្បីទទួលបានជាមួយ benefit បន្ថែមទទួលបានជាមួយនឹងយើងត្រូវធ្វើឲ្យចំគោលដៅរបស់យើងថាយើងចង់ទៅអ្នកល្បីឬក៏យើងចង់ទៅធ្វើជាអ្នកបានជាមួយនឹងប្រាក់ចំណូលហើយវិធីវាមិនខុសគ្នាប្រហែលទេបើមិនជាយើងធ្វើទៅ upload ទៅគេចូលចិត្តគេមើលច្រើនយើងទទួលបាន benefit ច្រើនឬក៏បានជាកម្រៃរបស់យើងនឹងច្រើនហើយបើសិនជាគេមើលតិចអានឹងវាបានតិចដូចជាយើងលក់ជាមួយនឹងការចែកផលលាភជាមួយនឹងការលក់ dealer ដែរបើសិនជាយើងលក់ទៅវាថាឧទាហរណ៍ថាយើង upload វីដេអូចូលទៅក្នុង YouTube យើងទទួលបាន$1000អញ្ចឹងវាថាឧទាហរណ៍$1000នោះមានន័យថាយើងរកឲ្យ YouTube នឹងក៏មិនតិចជា$10000ទេមកគេបានឲ្យយើង$1000ហ្នឹងអាហ្នឹងគឺជារឿងដែលយើងត្រូវដឹងបាទនេះគឺជាកលឹះខ្លីៗហើយក៏ជារឿងខ្លះដែលយើងត្រូវដឹងមួយចំនួនហើយខ្ញុំស្គមថាអ្នកដែលគាត់ដឹងហើយក៏ដឹងទៅចោះហើយបើសិនជាគាត់មានចំណេះដឹងពាក់ព័ន្ធជាមួយនឹងគាត់គួរតែផលិតវីដេអូអញ្ចឹងដើម្បីចែករំលែកទៅកាន់អ្នកដែលគាត់កំពុងតែអាចថាវង្វេងផ្លូវនៅពេលណាដែលយើងផលិតវីដេអូវិញយើងដឹងថា upload ទៅទីណាដើម្បីទទួលបាន benefit ហើយក៏មានកលឹះច្រើនដែរដើម្បីដោះស្រាយជាមួយការរកចំណូលនឹងផងដែរនេះគឺជាកលឹះខ្លីៗទេហើយនៅពេលណា
មានអ្នកដែលគាត់ផលិតមាតិកាចឹងច្រើនយើងប្រកាសជាទទួលបានចំណេះដឹងច្រើនពាក់ព័ន្ធជាមួយនឹងមាតិកាឬក៏កលឹះផ្សេងៗដែលយើងផលិតហ្នឹងឯងអរគុណច្រើនហើយមានកលឹះផ្សេងៗទៀតខ្ញុំនឹងចែករំលែកបន្តទៀតអរគុណ